បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយកបាទលំហាត់ម៉ាស៊ីនមួយយកមកដោះស្រាយជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមអានប្រធានជាមួយនឹងលោកគ្រូម៉ាស៊ីនកម្ដៅមួយស្រូបកម្ដៅ600សួលស្រូបកម្ដៅ600សួលដើម្បីធ្វើកំមន់និងបានបញ្ចេញកម្ដៅទៅបរិយាកាសវិញ450សួលគណនាកំមន់មេកានិកដែលម៉ាស៊ីនបានធ្វើបាទអញ្ចឹងនេះសួររកកំមន់មេកានិកអញ្ចឹងមុននឹងធ្វើលំហាត់យើងរំលឹកឡើងវិញបន្តិចណាបាទតើទៅនឹងរូបមន្តម៉ាស៊ីនអញ្ចឹងនៅក្នុងរូបមន្តម៉ាស៊ីនកម្ដៅរបស់យើងឃើញថាតេតើងជាមួយនឹងកំមន់មេកានិកបាទគឺស្មើនឹងគុយហាស់ដកគុយសេហើយតេតើងជាមួយនឹងទិន្នផលបាទគឺ Wm នៅលើគុយហាស់បាទអញ្ចឹងនៅក្នុងលំហាត់យើងនេះគឺគេប្រាប់ទី1គឺកម្ដៅស្រូបបាទអញ្ចឹងគេប្រាប់គុយហាស់ហើយនឹងអីគេនឹងកម្ដៅដែលបញ្ចេញទៅបរិយាកាសគឺគុយសេអញ្ចឹងសួរថាតើយើងគណនាកំមន់មេកានិកតាមរយៈរូបមន្តអីអញ្ចឹងដូចខ្ញុំបានបង្ហាញនៅខាងដើមអញ្ចឹងគឺយើងមានរូបមន្ត2ណាដែលយើងត្រូវតែចងចាំហើយយើងត្រូវជ្រើសរើសយករូបមន្តខាងលើយកមកប្រើទៅនឹងកំមន់មេកានិកបាទ Wm ស្មើគុយហាស់ដកគុយសេមិនក៏យើងមិនប្រើអាក្រោមយើងប្រើអាក្រោមអត់កើតទេណាព្រោះយើងប្រើអាក្រោមនោះវាជាប់តាក់ទងជាមួយនឹងទិន្នផលព្រោះយើងអត់ដឹងទិន្នផលរបស់ម៉ាស៊ីនកម្ដៅហ្នឹងទេអញ្ចឹងយើងរកកំមន់មេកានិកអត់ឃើញទេអញ្ចឹងយើងចាំបាច់ត្រូវប្រើរូបមន្តខាងលើបាទអញ្ចឹងយើងតាម Wm ស្មើគុយហាស់ដកគុយសេអញ្ចឹងដោយគុយហាស់បាទគឺស្មើនឹង600សួលបាទ600សួលហើយនឹងគុយសេរបស់យើងគឺ450សួលអញ្ចឹងគេបាន Wm ស្មើនឹង600ដក450អញ្ចឹងចម្លើយឃើញ150សួរអញ្ចឹងដូចនេះបាទកំមន់មេកានិករបស់យើងគឺ Wm របស់យើងគឺស្មើនឹង150សួរ